profile Facebook ឬក៏ Facebook page បងប្អូនជាប់សញ្ញាលឿងបែបនេះឬក៏បែបហ្នឹងអញ្ចឹងត្រូវដោះស្រាយយ៉ាងម៉េចបងដើម្បីបានសញ្ញា Q ត្រឡប់មកវិញអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនបងប្អូនឲ្យច្បាស់ងាយយល់ហើយបងប្អូនអាចធ្វើខ្លួនឯងបានតោះឥឡូវទៅមើលទាំងអស់គ្នាជាដំបូងបងប្អូនចូលទៅកាន់ account Facebook បន្តមកទៀតយើងចូលទៅកាន់ profile យើងចូលទៅកាន់ professional dashboard ដើម្បីមើលថាតើ account Facebook របស់យើងវាជាប់ profile ហើយ some issue ឬក៏អត់បើសិនជាពណ៌ខៀវគឺអត់អីទេតែបើសិនជាជាប់ពណ៌លឿងបងប្អូន screenshot កន្លែងហ្នឹងមួយមកបន្តមកទៀតបងប្អូនចូលទៅកាន់ profile ហើយ some issue កន្លែងហ្នឹងហើយយើងទៅថតបញ្ហាកន្លែងហ្នឹងមួយទៀតទៅមើលថាតើវីដេអូរបស់បងប្អូនមានជាប់ copyright ឬក៏អត់បងប្អូន screenshot កន្លែងហ្នឹងមកមួយទៀតយើង screenshot ទុករួចហើយបងប្អូនចូលទៅកាន់ tray 3យើងទៅរកមើលពាក្យ help and support ចុចចូលកន្លែងហ្នឹងទាំងអស់គ្នាមកវានឹងលុបផ្ទាំងមួយទៀតយើងទៅរកមើលពាក្យ report a problem កន្លែងហ្នឹងគឺជាកន្លែងដែលយើងត្រូវស្នើសុំណាបងប្អូនបន្តមកទៀតយើងរកមើលពាក្យខាងក្រោមគេនេះដែលគេដាក់ថា continue a repost បន្តមកបងប្អូនចុចកន្លែងហ្នឹងមកវានឹងសួរយើងឲ្យតើយើងមានឯកសារឬក៏អីអត់អញ្ចឹងយើងថតមិញហើយយើងចុច include ចូលមកយើងទៅរកពាក្យដែលគេដាក់ថា profile ព្រោះដោយសារតែ profile របស់យើងជាប់លឿងអញ្ចឹងយើង select កន្លែង profile កន្លែងហ្នឹងមកបងប្អូនកន្លែងនេះគឺយើងត្រូវ upload ជាមួយនឹងរូបភាពដែលយើង screenshot ទុកយើងដាក់ចូលមកក្នុងហ្នឹងមកបន្តមកទៀតយើងទៅសេជាភាសាអង់គ្លេសដើម្បីស្នើសុំទៅកាន់ក្រុមហ៊ុន Facebook អញ្ចឹងពាក្យស្នើសុំហ្នឹងគឺខ្ញុំដាក់នៅក្នុង comment នៅវីដេអូរបស់ខ្ញុំដែលខ្ញុំបង្ហោះហ្នឹងបងប្អូនអាច copy យកទៅដាក់កន្លែងហ្នឹងបានបន្ទាប់ពីធ្វើការ send ទៅគឺរួចរាល់ហើយបងប្អូនបន្ទាប់ពីយើងស្នើហើយ account របស់យើងគឺអត់លោតមកខៀវវិញភ្លាមទេយើងត្រូវការរងចាំរយៈពេលរងចាំអាចមួយអាទិត្យឬក៏កន្លះខែឬក៏3ខែឬក៏កន្លះឆ្នាំវាអាស្រ័យទៅលើកំហុសដែលខាងក្រុមហ៊ុនគេពមៀនបងប្អូនជាក់ស្ដែងតែសំខាន់ឲ្យតែយើងបានធ្វើការស្នើសុំបន្ទាប់មកបងប្អូនកុំសាងកំហុសធ្វើឲ្យ Facebook របស់បងប្អូនជាប់លឿងទៀត